皆さんこんにちは。マカラと申します。今日は一緒に日本語を勉強しましょう。សួស្តីបងប្អូនអ្នកគ្នាខ្ញុំបាទមករាថ្ងៃនេះខ្ញុំមកធ្វើការចែកម្លែកនៅមូលដ្ឋានហិរាកាណានិងកតាកាណាបន្តនេះគឺជាវីដេអូទី13នៃវីដេអូយើងតោះទៅរៀនជាមួយគ្នាតាក់ទងជាមួយនឹងពណ៌ Hero ពណ៌ឬ color Zero គឺពណ៌សគឺរោពណ៌ខ្មៅអាកាពណ៌ក្រហមមីដូរីពណ៌បៃតងខៀរោពណ៌លឿងពីងគឺពណ៌ផ្កាឈូកចឹងម្ដងទៀតស៊ីរ៉ូគឺពណ៌សគឺរ៉ូពណ៌ខ្មៅអាកាពណ៌ក្រហមមីដូរីពណ៌បៃតងខៀរ៉ូពណ៌លឿងពីងគឺពណ៌ផ្កាឈូកបន្ទាប់ទៀតគឺអាអូពណ៌ខៀវ orange គឺពណ៌តាក្រូចជាពាក្យកម្ចីពីភាសាអង់គ្លេសមកពី oranges ហើយមូរ៉ាសាគីគឺពណ៌ស្វាយគីមីដូរីគឺពណ៌បៃតងដែរតែបៃតងខ្ចីមីស៊ឺអេរ៉ូពណ៌ផ្ទៃមេឃឬក៏ពណ៌ទឹកសមុទ្រឆៃអេរ៉ូគឺពណ៌ត្នោតបន្ទាប់មកទៀតយើងរៀនតាក់ទងជាមួយនឹងយ៉ាសៃឬគឺដាម៉ាណូបន្លែឬក៏ផ្លែឈើវាលាយចូលគ្នាស៊ុយកាគឺអ៊ឺឡឹកដូរីអាំងគឺទុរេនបាណាណាចេកប៊ឺដូទំពាំងបាយជូរមីកាំងក្រូចឆ្វិចខ្ចាប់បេសឺស្ពៃកដោបខ្ជឺរីនេះគឺអូអត់តាន់បានកែខ្ជឺរីនេះគឺត្រសក់ខ្ជឺរីនេះមិនដោយសារបានកែគឺត្រសក់ណាខ្ជឺរីនេះគឺត្រសក់ហើយហ្គោយ៉ានេះគឺម្រះអញ្ចឹងម្រះហើយថាម៉ានេហ្គីនេះគឺខ្ទឹមបារាំងណាចឹងខ្ជឺរីគឺត្រសក់ហើយថាម៉ានេហ្គីគឺខ្ទឹមបារាំងបន្ទាប់មកទៀតគឺថូម៉ាថូនេះគឺប៉េងប៉ោះណារីងហ្គោនេះគឺផ្លែប៉ោមផាផាយ៉ាគឺលហុងយើងម្ដងទៀតណាអធិស្ឋានដោយសារអត់បានមើលខ្ជឺរីគឺត្រសក់ហ្គោយ៉ាគឺម្រះថាម៉ានេហ្គីគឺខ្ទឹមបារាំងថូម៉ាថូគឺប៉េងប៉ោះរីងហ្គោគឺផ្លែប៉ោមផាប៉ាយ៉ាគឺផ្លែលហុងហើយវាមាន2អានេះអត់បាននេះចឹងយើងលុបចោលមួយអូខេអញ្ចឹងចប់ហើយប៉ុណ្ណឹងហើយយើងសុំរំលឹកអានម្ដងទៀតមុននឹងបញ្ចប់ចឹងស៊ីរ៉ូគឺពណ៌សគឺរ៉ូពណ៌ខ្មៅអាកាពណ៌ក្រហមមីដូរីគឺពណ៌បៃតងខីអេរ៉ូគឺពណ៌លឿងពីងគឺពណ៌ផ្កាឈូកអាអូពណ៌ខៀវ orange ពណ៌ទឹកក្រូចមូរ៉ាសាគីពណ៌ស្វាយគីមីដូរីពណ៌បៃតងមីស៊ឺអេរ៉ូពណ៌ផ្ទៃមេឃឬក៏ពណ៌ទឹកសមុទ្រឆៃអេរ៉ូពណ៌ត្នោតស៊ុយកាអ៊ឺឡឹកដូរីអាំងទុរេនបាណាណាគឺផ្លែចេកប៊ឺដូទំពាំងបាយជូរមីកាំងគឺក្រូចឆ្វិចខ្យាបេសឺស្ពៃកដោបចុងក្រោយខ្ជឺរីផ្លែត្រសក់ហ្គោយ៉ាម្រះថាម៉ានេហ្គីគឺខ្ទឹមបារាំងថូម៉ាថូគឺផ្លែប៉េងប៉ោះរីងហ្គោគឺផ្លែប៉ោមផាប៉ាយ៉ាគឺផ្លែលហុងចឹងនៅក្នុងវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹងហើយអរគុណចំពោះបងប្អូនដែលទស្សនាពីដើមរហូតចប់ជួបគ្នានៅវីដេអូបន្តទៀតហើយសូមអរគុណចាស់ស្ការេសាម៉ាដេ